ក្នុងវីដេអូនេះគឺយើងសិក្សាទៅលើ CA ណាគ្នាអញ្ចឹងគឺខ្ញុំធ្វើការបង្កើត folder CA មួយតែមានកូន file មួយឈ្មោះថា index បន្ទាប់មកក្នុង CA ធំនេះខ្ញុំមាន folder តូចមួយទៀតអញ្ចឹងដាក់ CA មកហើយនៅក្នុង folder តូចនេះខ្ញុំមាន file មួយតង់ទៀតគឺជា page file CA ណាគ្នាអញ្ចឹងអ្នកគ្នាមើលតាមទៅតោះឥឡូវខ្ញុំទៅវាយទៅលើ A2 ដែល hello world យើងមានសារប៉ុណ្ណឹង3ដង copy មកហើយ CA វាមានពីរបៀបទី1យើងហៅលេងនៅក្នុងនឹងតែមកមួយទៀតគឺយើងអាចហៅលេងនៅក្នុង file CA ផ្សេងអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការវាយនេះ plus នេះខ្ញុំវាយ style មកតែ style ហ្នឹងខ្ញុំមានលើ A2 ព្រោះ A2 យើងនៅខាងក្រោមនេះនៅខាងក្រោមវាមាន A2 អញ្ចឹងខ្ញុំវាយទៅលើ A2 បើកគ្នាមកដើម្បីអាចធ្វើបានអ្នកគ្នាទៅយក style CA ទាំងអស់នេះសិនតែមាន color មានពណ៌អញ្ចឹងទៅអ្នកគ្នាមកពណ៌បាន font family ជា page font អក្សរហើយមួយទៀតគឺ font size ជាយើងអាចកំណត់ទំហំអក្សរមួយទៀតគឺ font weight ដែលយើងធ្វើអក្សរដាត់ខាងក្រោមយើងមានជាមួយនឹង font style ដែលជា italic ដែលយើងអាចបដូរអក្សរទៅជា straight បានវាដូចជា e-type ទេនៅក្នុង HTML វាមាន touch align center right និង flip យើងអាចកអក្សរទៅឆ្វេងទៅស្ដាំទៅកណ្ដាលបានមួយទៀត touch decoration នៅនេះគឺយើងមាន underline overline តែយើងអាចដាក់បន្ទាប់ពីក្រោមបានហើយយើង overline ហ្នឹងគឺដាក់បន្ទាប់ពីលើហើយណាំទៅ shadow នៅនេះគឺស្មើហ្នឹងហើយទៅមាន3ហ្នឹងគឺមានយើងអាចកំណត់ប្រមាណ pixel ក៏បានដែរ pixel ហ្នឹងអ្នកគ្នាទៅហើយខ្ញុំដាក់ពណ៌ខាងក្រោយគឺ red ពណ៌ក្រហមជាមួយនឹង letter គឺ space អក្សរណា space វាគម្លាតអក្សរទៅមុខហើយខាងក្រោមគឺ line high គឺគម្លាតអក្សរលើក្រោមបន្ទាត់ពីមកបន្ទាត់ទៅមកបន្ទាត់គឺគម្លាតអក្សរណាឥឡូវយើងធ្វើការលេងវាទៅដែល color ខ្ញុំដាក់ color ពណ៌ហ្នឹងពណ៌ក្រហមនេះឃើញអត់អក្សររបស់យើងគឺជាប់នឹង A2 ហមអស់ហើយ font size យើងទំហំរបស់វា40 pixel ហ្នឹងជាមួយនឹង font family ជាប្រភេទអក្សរចាំអក្សរម៉េចបែបនេះចាស់បែបហ្នឹងហើយអ្នកគ្នាវាមួយទៀតគឺខ្ញុំចង់និយាយទៅលើ font style italic អ្នកគ្នាគឺយើងអាចធ្វើអក្សរ straight បានហើយបន្ទាប់មកអ្នកគ្នាខ្ញុំចង់អក្សរទៅក្រៅយើងប្រើ touch align center មកវាទៅក្រៅហើយវាមានអ្នកគ្នាអាចដាក់ទៅដូរទៅនេះឃើញអត់យើងចង់ទៅស្ដាំឆ្វេងបានបែបហ្នឹងណា touch decoration ហ្នឹងខ្ញុំដាក់ overline ចាស់អញ្ចឹងបន្ទាត់នៅពីលើហើយចូលដាក់ underline បន្ទាត់នៅពីក្រោមហើយអ្នកគ្នាមួយទៀតគឺខ្ញុំចង់និយាយទៅលើ set touch shadow ដែល touch shadow ស្មើរបស់យើងអ្នកគ្នាអាចកំណត់បែបនេះបានដែរអញ្ចឹងគឺពណ៌បែបហ្នឹងណាហើយ letter spacing អ្នកគ្នាអាចកំណត់កម្រិតអក្សរទៅមុខនេះឃើញ clip នេះអត់ចុងក្រោយគឺ line high តែ line high ហ្នឹងខ្ញុំនិយាយមែនអញ្ចឹងគឺចន្លោះអក្សរពីមកបន្ទាត់ទៅមកបន្ទាត់លើក្រោមណាឥឡូវនៅក្នុង HTML ខ្ញុំមាន p tag មួយដាក់សួស្ដីចាស់អញ្ចឹងខ្ញុំចង់ហៅ p tag ទៅលេងអញ្ចឹងហៅមកវាអក្សរ p ហើយបើកគ្នាមកអ្នកគ្នាហើយតោះមកអ្នកគ្នាដាក់ color ខ្ញុំចង់លេង color ដាក់ color បែបនេះហើយខាងក្រោមគឺខ្ញុំចង់ទៅលើអក្សរដិតយើងដាក់ font weight ឯណាបូមកអ្នកគ្នានឹងដិតហើយនេះអត់ដល់ឃើញដិតអត់ចុះបើខ្ញុំមាន span ហើយនៅក្នុង span ខ្ញុំមាន h1 ទៀតយ៉ា2តង់ណាអញ្ចឹង I love you high span ធម្មតាអ្នកគ្នា high span មកហើយ h1 មកអូខេប៉ុន្តែយើងបើកគ្នាយើងលេងដូចគ្នានៅ plus នឹងយើងអាចលេង style អាចលេងអី color ពណ៌ខៀវចោះ blue ហើយខាងក្រោមគឺ font family ចង់ដាក់ font page អីអូខេអញ្ចឹងគឺរបៀបទី1គឺយើងហៅលេងបែបហ្នឹងគឺនៅក្នុង HTML ម្ដង CA ណាអញ្ចឹងខ្ញុំធ្វើការមួយទៀតគឺរបៀបទី2អ្នកគ្នាធ្វើការបង្កើត folder ឲ្យ file CA មួយមកនេះអញ្ចឹងនៅកន្លែងនេះយើងអាចហៅទៅលេងបានហើយកុំឲ្យបាក់សេច្រើនអ្នកគ្នាខ្ញុំធ្វើការ copy style ទាំងអស់ហ្នឹងមកដែលយើងបើបាក់សេឡើងវិញណាហើយយើងយកមកផាសនៅក្នុង file CA របស់យើងហ្វាស់ពឹងលុប style ចេញនៅពេលដែលអ្នកគ្នា live server ទៅអត់ឃើញទេទាំងអស់គឺចេញ HTML ធម្មតាវាអត់មាន style នោះទេដើម្បីឃើញបានអ្នកគ្នាកន្លែងនេះអ្នកគ្នាវាយទៅលើ link តែ link តោះបានអ្នកគ្នាវាយចុច slash មកវានឹងចេញឲ្យយើងរើស folder CA ចុចយក index មកឈ្មោះ file របស់យើងអញ្ចឹងពីរហ្នឹងវានឹងស្គាល់គ្នាដល់ពេលយើង live server ទៅវានឹងឃើញមកហើយ style ដែលយើងលេងទាំងអស់នៅក្នុង CA ហ្នឹងអញ្ចឹងក្នុងវីដេអូនេះគឺមានប៉ុណ្ណឹង